ដើម្បីឆ្លើយនឹងសំណួរទាំងអស់នេះជាដំបូងយើងត្រូវចូលទៅក្នុងកម្មវិធី Map ដោយ double click លើ icon មួយនេះទៅបន្តមកទៀតយើងคลิกលើពាក្យ Browse for Map ដោយអូខេយើងជ្រើសរើសយក folder លំហាត់ទី1 display map data then អូខេនេះជាផែនទីប្រទេសកម្ពុជាដែលមាន4 layer ទី1ឈ្មោះ Provincial Center National Road Main Road and layer ចុងក្រោយឈ្មោះ Province Boundary ហើយ layer ហ្នឹងយើងអាចទាញវាលើក្រោមដល់ថាផ្លូវអញ្ចឹងយើងអាចទាញវាមកខាងក្រោមនេះក៏បានយើងអាចទាញទៅលើយើងអាចដោះ layer ឬក៏យើងអាចបើកវាវិញបិទបើកអូខេអញ្ចឹងសំណួរទី1សួរថាតើចម្ងាយជាមធ្យមពីក្រុងពីសាលាខេត្តបាត់ដំបងទៅបឹងទន្លេសាបមានចម្ងាយប្រមាណអញ្ចឹងនេះគឺក្រុងបាត់ដំបងហើយនេះគឺទន្លេសាបអញ្ចឹងយើង zoom វាឲ្យកាន់តែគៀកទៅ zoom វាទៀតបង្រីកវាដើម្បីងាយស្រួលក្នុងការវាស់វាឲ្យបានមានលក្ខណៈមួយសក្រិតអញ្ចឹងយើងคลิกចាំកណ្ដាលហ្នឹងទៅរហូតដល់ជាយនេះតើវាមានចម្ងាយប៉ុន្មានវាមានចម្ងាយ54គីឡូម៉ែត្រขนาดនេះขนาดម៉ែត្រប៉ុន្តែយើងកាត់3ខ្ទង់យើងឃើញសល់54គីឡូម៉ែត្រយើងអាចជីក back មកវិញយករូបភាពដើមសំណួរទី2សួរថាតើចំណុច x y នៅក្រុងបាត់ដំបងហ្នឹងមានប្រមាណអញ្ចឹងដើម្បីឆ្លើយនឹងសំណួរហ្នឹងគឺយើង zoom ដូចគ្នាយើង zoom ទៅក្រុងបាត់ដំបងហ្នឹងទៅហើយយើងយក identify នេះ tool នេះឈ្មោះថា identify យើងមក click លើវាសាលាក្រុងសាលាខេត្តនេះយើងឃើញ x y x ប៉ុណ្ណេះ y ប៉ុណ្ណេះអូខេយើងអាច full extend រកភាពដើមមកវិញសំណួរបន្តសួរថាតើយើងអាចស្វែងរករូបថតចាស់របស់សាលាខេត្តនឹងបានទេអញ្ចឹងដើម្បី link ទៅរករូបថតគេមាន tool មួយឈ្មោះថា hyperlink យើង click ជិះទៅយើងដាក់អញ្ចឹងទៅយើងឃើញសញ្ញា hyperlink យើង click លើពាក្យសាលាខេត្តនេះទៅ click ទៅនេះគឺជារូបថតរបស់សាលាខេត្តហើយយើងឃើញ Longsir 5 ទល់មុខសាលាខេត្តណាសម័យនោះអាច close វិញទៅសំណួរចុងក្រោយសួរថាតើព្រែកទឹកឈូនឹងស្ថិតនៅក្នុងខេត្តណាអញ្ចឹងដើម្បីឆ្លើយនឹងសំណួរព្រែកទឹកឈូនៅក្នុងខេត្តណាយើងចូលយើង find វាយើងឲ្យថាព្រែកទឹកឈូព្រែកទឹកឈូហើយយើងចុចទៅលើ layer មួយឈ្មោះថា main river យើង click លើពាក្យយើងចុច field of name អញ្ចឹងយើង find នេះយើង click វាចឹងទៅយើងឃើញ slash នៅកន្លែងនេះ slash នៅកន្លែងនេះអញ្ចឹងយើងអាច right click លើវាដើម្បីចូលទៅ zoom លើវាហើយយើងយកពាក្យថា zoom to អូខេអញ្ចឹងនេះជា tool hand នេះ pen នេះគឺយើងអាចទាញវាបបល់វាទាញចឹងមកយើងអាចមើលម្ដងទៀត flash នឹងក៏មែនអូខេ
ហ្នឹងហើយហើយយើងអាច click រកព័ត៌មានវាមើលព័ត៌មានបន្ថែមមកវិញនេះខ្លះនេះព្រៃទឹកជូរឈ្មោះនេះអូខេ full extent អញ្ចឹងអស់សំណួរហើយអញ្ចឹងលំហាត់នេះសន្មតតែប៉ុណ្ណឹងអញ្ចឹងបន្តមកទៀតគឺយើង close នៅពេលដែលយើង close វាសួរថាយើងចង់ save file របស់យើងនឹងអត់ចង់បដូរអត់បើយើងចង់ save ទៅបើយើងមិនចង់នេះទេយើងយកពាក្យ no មកបើយើងយក yes save ទៅបាត់ហើយ